ខ្សែបម្រើការពាររ៉ូឌ្រីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការបង្ហាញគុណផលដ៏លេចធ្លោក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ដែលទើបតែបញ្ចប់ទៅថ្មីៗនេះកីឡាកររូបនេះបានដើរតួយ៉ាងសំខាន់ក្នុងនាមជាប្រធានក្រុមនាំក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញចាស់ឈ្មោះក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ2026ក្រោយពីបានយកឈ្នះក្រុមការពារតំណែងជើងឯកអាសង់ទីនយ៉ាងប្រផុតប្រផើយកាលពីចុងសប្តាហ៍កន្លងទៅហើយតារាឆ្នាំរបស់ Manchester City រូបនេះបានក្លាយជាកីឡាករបាល់ទាត់ទី7ក្នុងប្រវត្តិសាស្ត្រដែលបានប្រមូលពានធំៗទាំង4រួមមានជើងឯកបាល់ទាត់ពិភពលោក World Cup ជើងឯកប្រចាំទ្វីប European Championship ឬក៏ Euro ពានធំបំផុតកម្រិតក្លឹប UEFA Champions League និងពានធំបំផុតកម្រិតឯកតជន Ballon d'Or អ្វីដែលកាន់តែពិសេសនោះគឺគេជាកីឡាករអេស្ប៉ាញតែម្នាក់គត់និងជាខ្សែបម្រើការពារដំបូងគេបង្អស់ក្នុងបញ្ជីប្រវត្តិសាស្ត្រនេះកន្លងមកមានតែកម្ពុជាកីឡាករ6រូបប៉ុណ្ណោះដែលធ្លាប់សម្រេចសមិទ្ធផលដ៏អស្ចារ្យទាំង4នេះទី1 Gerd Müller របស់អាល្លឺម៉ង់ឈ្នះ World Cup 1974 Euro 1972 European Cup ដែលបច្ចុប្បន្នគេស្គាល់ថា UCL ក្នុងឆ្នាំ1974 1975និង1976 Ballon d'Or ឆ្នាំ1970ទី2 Franz Beckenbauer របស់អាល្លឺម៉ង់ឈ្នះ World Cup 1974 Euro 1972 European Cup 1974 1975និង1976ឈ្នះ Ballon d'Or ឆ្នាំ1972និង1976ទី3 Zinedine Zidane បារាំងឈ្នះ World Cup 1998 Euro 2000 Champions League 2002និង Ballon d'Or 1998ទី4 Rivaldo ប្រេស៊ីលឈ្នះ World Cup 2002 Copa America 1999 Champions League 2003និង Ballon d'Or 1999ទី5 Ronaldinho ប្រេស៊ីលឈ្នះ World Cup 2002 Copa America 1999 Champions League 2006និង Ballon d'Or 2005ទី6 Lionel Messi អាសង់ទីនឈ្នះ World Cup 2022 Copa America 2021និង2024 Champions League 2006 2009 2011និង2015ឈ្នះ Ballon d'Or ឆ្នាំ2009 2010 2011 2012 2015 2019 2021និង2023AM Sport ដើម្បីកីឡា